រឿងអាសំគមបាញ់លលោកមានបុរសម្នាក់ជាកូននៃអ្នកត្រកូលក្រីក្របុរសនោះតាំងពីចម្រើនធំឡើងគ្មានរកស៊ីអ្វីសោះខំប្រឹងសង្វាតតែការបរបាញ់ទាល់តែស្ទាត់ជំនាញបើបុរសនោះបាញ់តម្រង់សត្វណាចង់ឲ្យត្រូវក្បាលត្រូវកឬត្រូវទ្រុងរមែងត្រូវតាមបំណងតែរូបឆោមឡោមពណ៌បុរសនោះអាក្រក់មៀតស្គមកំព្រឹងសក់ក្រញាញ់មុខក្រញើសអ្នកស្រុកគេហៅឈ្មោះថាអាសំគមបាញ់លលោកព្រោះវាតែងដើរបាញ់លលោករាល់ថ្ងៃថ្ងៃមួយអាសំគមបាញ់លលោកលីស្នាដើរទៅស្វែងរកបាញ់លលោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមឈើដុះត្រសាយត្រស៊ុំដង្គមដង្កោលជាទីលំនៅនៃបក្សីមានលលោកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ3នាក់ផងអាសំគមបាញ់លលោកលីស្នាដើររសៀតាមរបងភូមិសេដ្ឋីក៏ជួនជាកូនសេដ្ឋីទាំង3បណ្ដើរគ្នាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនដដេសដាស់ដោយផ្ការីស្គូស្គីផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់នៅពេលព្រឹកប្រហាមអាសំគងបាញ់លលោកដើរតាមភូមិងើបមើលលើក្រែងមានសត្វលលោកទុំនៅចុងឈើកាលបើអាសំគមបាញ់លលោកងាកភ្នែកចុះឡើងចោលកន្ទុយភ្នែកទៅក្នុងភូមិខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំង3ដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងៅទាំងមានព្រលឹងសាច់ត្រលុកត្រលុននាំឲ្យភ្ញាក់កន្ត្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូងអាសំគមបាញ់លលោកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡាំងកាំងភាំងស្មារតីភ្លេចខ្លួនជ្រុះទាំងស្នាទាំងព្រួញដល់ដីអាសំគមបាញ់លលោកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តឥតនឹកភ្លេចហើយក៏ទៅដល់ផ្ទះថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថាណែកូនម្ដេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីធ្វើអីបើឯងក្រីក្រភោសម្បត្តិទាំងរូបឯងក៏អាក្រក់ទៀតមិនសមនឹងកូនគេធ្វើម្ដេចគេនឹងឲ្យឯងអាសំគមបាញ់លលោកក៏និយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែម៉ែក៏លែងបានឃើញមុខខ្ញុំចាប់ពីថ្ងៃនេះទៅម្ដាយដែលមានចិត្តអាណិតកូនឮកូននិយាយដូច្នេះក៏ស៊ូកាត់គេខ្មាស់ទៅនិយាយស្នេហ៍ការនឹងសេដ្ឋីក៏តបថាខ្ញុំឥតបើស្អប់ខ្ពើមកូននាងទេប៉ុន្តែកូនខ្ញុំនឹងឲ្យពុំបានត្បិតមិនទាន់គ្រប់ការណាស់ហើយនាងប៉ុណ្ណេះទុកជាស្រេចចុះកុំបាច់មកទៀតសម្ដីប៉ុណ្ណេះជាសម្ដីបង្វែរដានមិនចង់ឲ្យម្ដាយអាសំគមបាញ់លលោកទាល់គំនិតរកឧបាយកលនិយាយគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះវិញប្រាប់កូនអាសំគមបាញ់លលោកគ្រាន់តែម្ដាយប្រាប់ដូច្នេះភ្លាមក៏ធ្លាក់ទឹកមកក្រៀមក្រំអង្គុយត្រមងក្បាលជង្គង់ដង្ហើមយូរបាយលែងនឹកទឹកលែងស្រេកចេះតែនឹកមមីហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបានដូចបំណងនៅវេលាដែលអាសំគមបាញ់លលោកចូលដេកក៏ចូលទៅទាំងនឹកអាល័យនៅជាមើស្រែកច្រៀងទាំងយល់ថាឆោមអើយឆោមឆាតទាំងពីរប្រានធ្វើម្ដេចនឹងបានគៀកកាយឲ្យដូចជាពូកនឹងខ្នើយបើម្លោះទៅហើយអស់សង្ឃឹមអាសំគមបាញ់លលោកទុកជាដឹងថាគេលែងឲ្យហើយដូច្នេះលុះព្រឹកឡើងក៏នៅតែលីស្នានិងស្ពាយបំពង់ព្រួញដើរសម្ដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំលបមើលកូនសេដ្ឋីថ្លែងពីបុរសម្នាក់ទៀតជាអ្នកមានសម្បត្តិទាំងរូបឆោមនោះក៏ស័ក្តិសមទឹកមុខឡើងស្រស់បំព្រងជាទីពេញចិត្តនៃស្ត្រីភាពបុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ
លុះទៅដេនដឹងសេដ្ឋីក៏មិនព្រមឲ្យបុរសនោះទុកជាដឹងថាគេមិនព្រមឲ្យក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃជួនជាពេលមួយបុរសនោះក៏ទៅអាសុំគមបាញ់លលោកក៏ទៅហើយបានជួបគ្នាអាសុំគមបាញ់លលោកសួរថាអ្នកឯងទៅណាបុរសនោះឆ្លើយថាខ្ញុំមកលបមើលកូនសេដ្ឋីឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីដែរអាសុំគមបាញ់លលោកថាខ្ញុំក៏មកមើលកូនសេដ្ឋីដែរបុរសនោះថាយើរៀងនេះអួតឯងចង់បានកូនសេដ្ឋីផងប៉ុនអំបាលរូបខ្ញុំគេនៅតែមិនអោយអាសុំគមបាញ់លលោកថាបងឯងចាំមើលខ្ញុំយកទាល់តែបានជួនជាថ្ងៃនោះសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំ3នាក់ចាំផ្ទះអាសុំគមបាញ់លលោកដឹងដូច្នេះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញសត្វលលោកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋីអាសុំគមបាញ់លលោកបានឱកាសក៏យឺតស្នាបាញ់លឺសូរផ្លឹបស្រាប់តែលលោកធ្លាក់ជើងទទះស្លាបទៅធ្លាក់នៅមុខផ្ទះលំដាប់នោះកូនក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លលោកធ្លាក់មកនេះថាហើយក៏រើសលលោកទៅអាសុំគងបាញ់លលោកធ្វើដូចជាមិនដឹងដល់គេបាញ់រួចហើយស្រាប់តែលោឡារករលកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញទៅណាតែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាននាងក្រមុំទាំង3នាក់ឮដូច្នេះផិតភ័យស្រែកប្រាប់ថាលលោកបងឯងខ្ញុំយកមកនេះហើយអាសុំគងបាញ់លលោកស្ដីគំរាមថាម្ដេចគេហ៊ានលួចលលោកអញត្រូវយកមកឲ្យអញកូនស្រីសេដ្ឋីក៏យកលលោកមកឲ្យអាសុំគមបាញ់លលោកថាទេលលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមស្លាប់អស់ហើយក្រែងតែអាំងឲ្យឆ្អិនអញបានអញយកនាងក្រមុំទាំងពីរនាក់ក៏យកទៅអាំងឆ្អិនហើយយកមកឲ្យអាសុំគមបាញ់លលោកថានរណាស៊ីតែសាច់រលកក្រែងតែមានស្រាផឹកផងទើបស៊ីកើតនាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើនក៏ទៅយកស្រាមកឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅឯនាងក្រមុំទាំងពីរនាក់គិតគ្នាថាបើយើងបណ្ដោយឲ្យវាដេកនៅក្នុងទីនឹងតែម៉ែឪមកវិញយើងមុខជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសុំគមបាញ់រលោកយកទៅលាក់ទុកក្នុងផ្ទះដល់ពេលយប់អាសុំគមបាញ់រលោកដឹងខ្លួនក៏ស្រែកថាមូសខំណាស់កូនសេដ្ឋីនឹកភ័យក្រែងឪពុកដឹងក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួនអាសុំគមបាញ់រលោកស្រែកថាសង្កេតខំណាស់នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែក្នុងមុងជាមួយដែលគិតថាវាស្រវឹងស្រានឹងធ្វើអ្វីពេលនោះអាសុំគមបាញ់លលោកបានឱកាសក៏តាំងលោកប្រឡែងស្ទាបអង្អែលដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេកជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះចេះ10មិនស្មើប្រសពមួយរឿងអាប៉ាងនាងតីក្នុងសម័យនោះជារដូវស្រូវទុំអាប៉ាងទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចប៉ីមួយទៅផងវេលាថ្ងៃឡើងថែទាំស្រូវដល់ពេលយប់ទំនេរតែងដេញចប៉ីហើយស្រែកច្រៀងផងលួសច្រៀងរាល់យប់ទៅមានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចប៉ីពីរោះពេកក៏ដើរទៅស្ដាប់ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាងយូរបន្តិចទៅអាប៉ាងក្រឡេកទៅក្រោមផ្ទះឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើងអាប៉ាងសួរថាអាណាអង្គុយក្រោយខ្ទមនោះមេខ្មោចប្រាប់ថាខ្ញុំអាប៉ាងថាប្រហែលជាខ្មោចទេមេខ្មោចឆ្លើយថាខ្មោចថាមិនខ្មោច
អាប៉ាងសួរទៀតថាហងឯងឈ្មោះអីមករកអីមេខ្មោចឆ្លើយថាខ្ញុំឈ្មោះតីខ្ញុំមកស្ដាប់ចាប៉ីអាប៉ាងថាឡើងមកបើមកស្ដាប់ចាប៉ីមេខ្មោចឡើងទៅអង្គុយជិតអាប៉ាងក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅដល់រួចស្រូវមេខ្មោចនោះសួរទៅអាប៉ាងថាឥឡូវរួចស្រូវហើយតើឯងព្រមយកអញឬទេបើឯងមិនយកអញនឹងកាច់យកឯងអាប៉ាងថាអញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិនលុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយក៏ត្រឡប់មកយកមេកណ្ដីនោះវិញមេកណ្ដីក៏នាំអាប៉ាងទៅជម្រាបសួរបងប្អូនខ្មោចទាំងប៉ុន្មានរួចក៏នៅជាមួយគ្នាប្រហែលជាង1 ខែពួកខ្មោចទាំងប៉ុន្មានបបួលគ្នាព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារអាប៉ាងក៏ទៅជាមួយពួកខ្មោចនោះលុះទៅដល់កណ្ដាលព្រៃដើមត្រថុកតែខ្មោចទាំងពួងសម្គាល់ថាដើមឈើទាលបានប្រទះនឹងកង្កែបមួយខ្មោចទាំងនោះស្រែកថាប្រយ័ត្នវើយកូនយើងដំរីធំណាស់ទៅហើយអាប៉ាងឮគេស្រែកថាដំរីក៏ប្រឹងរកមើលមិនឃើញដំរីសោះឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងក៏ចាប់ដាក់ក្នុងសម្ពុតទៅខ្មោចអស់នោះចេះតែស្រែកថាប្រយ័ត្នវើយដំរីមួយធំណាស់ហើយស្រែកសួរអាប៉ាងថាឃើញដំរីឬទេអាប៉ាងស្រែកថាមិនឃើញទេពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថាទៅអាប៉ាងទៅផ្ទះយើងរកសត្វមិនបានទេអាប៉ាងថាអញបានកង្កែបមួយខ្មោចទាំងនោះសួរទៅអាប៉ាងថាយ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះឯងចែកឲ្យយើងរាល់គ្នាស៊ីផងអាប៉ាងយកកង្កែបចេញពីថ្នាក់ហើយបង្ហាញទៅពួកខ្មោចនោះខ្មោចអស់នោះឃើញក៏នាំគ្នារត់ប្រងព្រាតអស់ទៅហើយវាមានវាចាថាទុកប្តីមីកន្ថៃឲ្យនៅមិនបានទេព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នាក់វាបើដូច្នេះយើងឲ្យអាប៉ាងនោះនៅមិនបានទេឲ្យវាទៅវិញទៅអាប៉ាងក៏បានរួចខ្លួនហើយត្រឡប់ទៅផ្ទះវិញល្ងងមើលតែខ្មោចរឿងហោនឹងតាចាស់និងដូនចាស់កាលពីព្រេងនាយមានហោម្នាក់ជាអ្នកទីគុនគូមើលឈុនណាស់ហោនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់មានកាលថ្ងៃមួយតាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ពេលនោះគាត់រកបានត្រីរ៉ស់មួយហើយនឹងបានទន្សាយលង់ទឹកមួយដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអន្រុតទុកនៅកណ្ដាលច្បារបន្លែខាងមុខផ្ទះគាត់ត្រីរ៉ស់គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ក្បែរកន្លែងទុកទន្សាយដល់ព្រឹកឡើងតាចាស់យាយចាស់គិតគ្នាថាយើងទៅរកហោទាយមើលថាព្រឹកនេះយើងបានម្ហូបអីស៊ីបើហោនោះទាយត្រូវសើមជឿថាពូកែមែនព្រោះចាប់បានត្រីរ៉ស់មួយទន្សាយមួយបំរុងនឹងទឹកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយដល់ព្រមព្រៀងគ្នាស្រេចហើយក៏ដើរទៅលុះទៅដល់មុខផ្ទះហោនោះតាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថាអ្នកអើយលោកគ្រូនៅទេនៅនឹងឬម្ចាស់ផ្ទះក៏ប្រាប់តាចាស់ដូនចាស់ថាគាត់នៅនេះមានការអ្វីតាយាយអញ្ជើញចូលមកតាចាស់យាយចាស់នាំគ្នាចូលទៅបន្តិចហោដណ្ដឹងសួរមកតាយាយថាចុះអញ្ជើញមកនេះមានការអ្វីតាចាស់យាយចាស់ជម្រាបទៅហោវិញថាខ្ញុំមកនេះមានការបន្តិចសូមលោកគ្រូមេត្តាករុណាចុះហោសួរថាមានការអ្វីចូលថាមកចុះតាចាស់យាយចាស់ថាលោកគ្រូអើយយើងខ្ញុំទាំងពីរនាក់នេះអត់ម្ហូបអាហារទទួលទានពី3ថ្ងៃហើយតើព្រឹកនេះនឹងបានអ្វីទទួលទានខ្លះឬទេហោចាប់ក្តារឈ្នួនឡើងវាលេខមើលឲ្យតាយាយមើលរួចស្រេចក៏ជម្រាបតាយាយថាព្រឹកនេះ
តាយាយឯងមុខតែលិតប្រហុកក្នុងពាងតាយាយឮហៅថាដូច្នេះក៏នឹកក្នុងចិត្តថាហៅនេះគ្មានពូកែទេទីផ្ដេសផ្ដាសសោះយើងកុំជឿគិតតែប៉ុណ្ណេះក៏នាំគ្នាលាហោទៅផ្ទះវិញហើយយាយក៏ប្រាតាឲ្យទៅចាប់យកត្រីពីទ្រុងទៅធ្វើក្បែរត្រពាំងជិតផ្ទះតាលូកចាប់ត្រីយកមកក្រៅត្រីវាបំរាស់រួចលោតចុះត្រពាំងទៅតាក៏ស្ទុះទៅយកអង្រុតដែលគ្របទន្សាយមកដេញរត់ត្រីឯទន្សាយនៅក្នុងអង្រុតនោះផ្អើររត់បាត់ទៅទៀតយាយមើលពីលើឃើញទន្សាយរត់ចូលទៅក្នុងព្រៃក៏ស្រែកប្រាប់ថាតាទន្សាយរួចទៅហើយតាប្រាប់ទៅវិញថាយាយអើយត្រីវាបំរាស់រួចពីដៃទៅហើយដែរយាយបន្ទោសតាថាសំតែស៊ីប្រហុកក្នុងពាងដោយគេទាយពីព្រឹកមិញនោះឯងតាឮយាយថាដូច្នេះក៏នឹកឃើញថាគ្រូទាយឆុតមែនដល់ពេលបាយព្រឹកតែចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោទីឲ្យនោះមែនទើបតាចាស់ដូនចាស់នោះជឿថាហោនេះចេះដឹងត្រូវតាមក្បួនតម្រាប្រកបមែនកុំអាងអួតអាត្មាថ្មេះតម្រាប្រាជ្ញព្រេងនាយ